ការងារនៅតាមចំការនៅកម្ពុជាគឺតម្រូវឲ្យប្រើកម្លាំងច្រើននិងជាញឹកញាប់ពោរពេញដោយហានិភ័យកម្មករស្ត្រីត្រូវប្រឈមមុខនឹងការទទួលបានប្រាក់ឈ្នួលទាបការងារមិនមានស្ថិរភាពនិងអំពើហិង្សានៅកន្លែងធ្វើការប្រសិនបើគ្មានតំណែងដែលរឹងមាំការពារពួកគេនោះទេពួកគេនឹងទទួលរងការរំលោភបំពានសិទ្ធិនិងការមិនអើពើជួបជាមួយលោកស្រីជីបឆយីដែលជាប្រធានសហជីពក្នុងក្រុមហ៊ុនចំការនៃវិស័យកសិស្បៀងអាហារគាត់កំពុងធ្វើការតស៊ូមតិដើម្បីទទួលបានប្រាក់ឈ្នួលសមរម្យលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាពនិងសិទ្ធិពេញលេញសម្រាប់កម្មករថែទាំដំណាំក្នុងចំការខ្ញុំធ្វើការនៅភូរៀងនេះរយៈពេល5ឆ្នាំហើយក្នុងគ្នាចូលជាសហជីពរយៈពេល2ឆ្នាំចាចូល3ឆ្នាំហ្នឹងមុនអត់ឲ្យផឹកទឹកអីទេទឹកឲ្យដាក់តាមខ្លួនសេកផឹកអត់ឲ្យមានសម្រាកមានអីចឹងណាពីមុនមកអ្នកម៉ែមកកាយមកគ្រាន់អីយើងឈប់សម្រាកដាក់ដិតអង្គុយនឹងគេមកដល់ថាយើងឈប់ដែរចឹងអីចឹងណាដល់ពិតយើងកោបវងកាប់នឹងហត់ទៅដាក់ដិតអង្គុយផឹកទឹកអីបន្តិចតួចចឹងសម្រាកបន្តិចហ្នឹងក៏គេមកតន់ពួកគេថាឲ្យចឹងតាមុនមកអានេះលេងវិវាទការងារម្ដងនោះថាអ្នកកាត់ស្មៅហ្នឹងឲ្យដាក់ផ្លែ3ចឹងណាតើនេះទៅគៀបទៅកត់អត់ឲ្យគ្នាកាត់ទេស្មៅចឹងអីឲ្យគ្នាកាត់មិនកើតក៏ដោបាត់2ចឹងណាចាប់បានគ្នាគេប្រឈប់មួយសាហ្នឹងมันជួយបានឲ្យចូលវិញមិនដល់អត់ដឹងមូលហេតុអីចឹងថាបាទវាថាចាំតែចាប់ថ្នាក់យើងចឹងណាឲ្យយើងកាត់មិនកើតឲ្យយើងធ្វើទៅតែកើតចឹងណាពីដើមឡើងហ្នឹងខ្ញុំគេប្រឈប់ចឹងជប់ថាទុកតែអ្នកបាញ់ឆ្នាំ4នាក់ទេខ្ញុំក៏មេជឿនគាត់ទេមកមិនដែរកម្មវិធីខាងហ្នឹងថាមេអើយគេប្រឈប់ខ្ញុំហើយគេទុកតែ4នាក់ទេកន្លែងអ្នកបាញ់ឆ្នាំចឹងចាមេក៏ត្រូវប្រឈប់ចាំគាត់ថាដាក់ពាក្យដាក់អីដាក់ប្តឹងអត់ខ្ញុំថាប្តឹងទៅកន្លែងលោកគ្រូកន្លែងដាក់ទៅក្រសួងទៅប្តឹងទៅប្រឈប់អត់មានមូលហេតុអីផងអត់មានកំហុសអីផងប្រាប់គាត់ចឹងទៅគាត់ធ្វើកណ្ដាស់ឲ្យមកឲ្យទៅជួបកន្លែងមន្ទីរខ្ញុំទៅដាក់ក្នុងមន្ទីរទៅមន្ទីរហៅទៅជួបទៅចាបានមកដាក់មកដល់ DT ដាក់ហ្នឹងបានគេខ្ញុំដល់នេះគេហៅមនុស្សវិញចឹងដែរក៏ខ្ញុំចុះឈ្មោះសារថ្មីកម្មវិធីការធ្វើឲ្យប្រសើរឡើងគម្ពីរសង្គមនិងសិទ្ធិការងាររបស់កម្មករស្ត្រីក្នុងតំបន់អាស៊ាននៃវិស័យកសិស្បៀងអាហារដែលដឹកនាំដោយអង្គការអុកស្វាមត្រូវបានអនុវត្តនៅប្រទេសកម្ពុជាឡាវនិងវៀតណាមនៅកម្ពុជាគោលដៅរបស់កម្មវិធីត្រឹមឆ្នាំ2026និងសម្រេចឲ្យបានការគាំទ្រដល់កម្មករស្ត្រីចំនួន 34,700 នាក់ដែលចងក្រងជាសហជីពនិងជាក្រុមសហគមន៍ចំនួន369ក្រុមក្នុងចំណោមនេះមានស្ត្រី 31,520 នាក់ជាបុគ្គលស្វ័យនិយោជន៍និង 3,180 នាក់ជាកម្មករធ្វើការទទួលប្រាក់ឈ្នួលអង្គការអុកស្វាមអនុវត្តកម្មវិធីនេះជាមួយអង្គការដៃគូចំនួន6ស្ថាប័នរួមមានអង្គការបន្ទាយស្រីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាសហភាពការងារកម្ពុជាសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនបានជាខ្ញុំចូលរួមក្នុងសហជីពកន្លែងអង្គការ CLC នេះព្រោះមកឲ្យការងារខ្ញុំកាន់តែប្រសើរឡើងជាងមុនអញ្ចឹងណាចាឲ្យដឹងខ្ញុំថាគម្ពីរសង្គមវាម៉េចអីវាម៉េចចាមានបានបវសនឹងអាចប្រើអ្វីបានខ្លះថែទាំសុខភាពអនុភ័យការងារស្ខាសាលានឹងបានទៅនឹងបានឲ្យខ្ញុំយល់ដឹងច្រើននឹងទៅបានខ្ញុំអាចតតាំងជាមួយក្រុមហ៊ុនថាភាពអយុត្តិធម៌ឈប់អត់មានមូលហេតុអីចឹងណាទឹកចិត្តខ្ញុំជំរុញចូលរួមមួយក្នុងអង្គការ CRC នេះព្រោះមានសមាជិកជួយគ្រប់គ្រងចាជួយបោះឆ្នោតបីឲ្យអញ្ចឹងទៅហើយខ្ញុំក៏បានទៅរៀនទៅអីយល់ដឹងពីសិទ្ធិការងារកម្មករអញ្ចឹងទៅធ្វើឲ្យខ្ញុំនឹងមានទឹកចិត្តមានកម្លាំងចិត្តចេះជួយតស៊ូបានចូលរួមថ្ងៃនេះឲ្យកម្មករគាត់ដឹងពីថាប្រយោជន៍ចាបានបសសអីនឹងសម្បត្តិកសិសិទ្ធិការងាររបស់យើងអីគម្ពីរសង្គមនឹងវាមិនអីវាមិនអញ្ចឹងណាចាខ្ញុំដល់ពេលមានបានបសនេះចាឡើងបានប្រើថាប្រយោជន៍ក្នុងគ្រួសារខ្ញុំ
ចាដូចជាគ្រួសារខ្ញុំមានគ្រោះថ្នាក់ដួលម៉ូតូបាក់ជើងនោះចាទៅមន្ទីរពេទ្យនោះអត់អស់លុយទេអានិភ័យការងារចាថែទាំសុខភាពនិងប្រាក់សោធន កម្មវិធីរបស់អង្គការអុកស្វាមបានពង្រឹងសមត្ថភាពជាអ្នកដឹកនាំដូចជាលោកស្រីជីបឆយីនិងបង្កើតឱកាសឲ្យពួកគាត់ចូលរួមកិច្ចពិភាក្សាជាមួយនយោជកនិងអ្នកតាក់តែងគោលនយោបាយតាមរយៈសកម្មភាពរួមគ្នានេះកម្មករអាចបង្កើនសម្លេងរបស់ខ្លួនឲ្យមានឥទ្ធិពលកាន់តែខ្លាំងនិងរួមចំណែកក្នុងការបង្កើតកន្លែងការងារដែលមានសុវត្ថិភាពការងារសមរម្យនិងមានសមភាពប្រសើរជាងមុន ក្នុងថ្ងៃអនាគតចង់ឲ្យសហជីពខ្ញុំរឹងមាំមានសមាជិកគាំទ្រច្រើនរឹងមាំឡើងឲ្យការងារយើងប្រសើរឡើងខ្ញុំពរឲ្យអ្នកដែលមិនទាន់មានបង្កើតសហជីពហ្នឹងណាចងក្រងឲ្យដូចខ្ញុំនេះចាដល់ចងក្រងបានសហជីពទាំងដាក់សមាជិកច្រើនហើយរឹងមាំឡើង សាច់រឿងរបស់គាត់បង្ហាញថាភាពដឹកនាំរបស់ស្ត្រីអាចផ្លាស់ប្រែគោលនយោបាយផ្សេងៗរបស់ក្រុមហ៊ុនបានតាមរយៈការបង្កើនទំនុកចិត្តដល់កម្មករនិងវិធីសាស្ត្រដែលអាចជួយពួកគាត់ដើម្បីទាមទារនូវសិទ្ធិរបស់ខ្លួន។